ចំពោះទូរស័ព្ទដៃ iPhone ចាប់ពី model iPhone X ឡើងទៅបើសិនជាយើងចង់ restart ទូរស័ព្ទរបស់យើងឲ្យវាដើរដំណើរការស្រួលឡើងវិញតោះតែយើងចុចប៊ូតុងខ្ពស់ហើយចុចប៊ូតុង power ឲ្យជាប់ឲ្យយូរណាបានយើង restart ទូរស័ព្ទរបស់យើងបានប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប restart ទូរស័ព្ទដៃ iPhone របស់យើងដោយមិនបាច់ចុចប៊ូតុង power ឬក៏គួបជាមួយនឹង volume បន្ថយសំឡេងនិង volume តម្លើងសំឡេងទេបាទអញ្ចឹងដើម្បីអាចឲ្យយើង restart ទូរស័ព្ទដៃ iPhone ដោយមិនបាច់ចុចប៊ូតុងបានតើតែយើងមានកម្មវិធីនេះបាទកម្មវិធី Assistive Touch នេះបាទសម្រាប់ Android គេហៅ Easy Touch បាទអញ្ចឹងបើសិនជាបងប្អូនអត់ទាន់បើកទេយើងចូលក្នុង setting មកបាទហើយយក accessibility បន្ទាប់មកទៀតបងប្អូនអូសចូលមកក្រោមមករកមើលពាក្យថា Touch បាទចុចកន្លែងពាក្យ Touch ហើយយក Assistive Touch នេះយកខាងលើគេហ្នឹងបន្ទាប់មកបើសិនជាវាអត់ទាន់បើកកន្លែងនេះទេយើងចុចបើកកុងតាក់មួយមកវា load Assistive Touch ឲ្យយើងហើយបាទអូខេអញ្ចឹងគ្រាន់តែយើងបើកប៉ុណ្ណឹងមកហើយយើងពេលដែលយើងចង់ restart យើងចុចAssistive Touch ហ្នឹងមកបាទចុចមកយើងចុចយក device ហើយយើងយកពាក្យថា more ឬក៏សញ្ញាចុច3នេះបាទបន្ទាប់មកទៀតយើងគ្រាន់តែចុចទៅលើពាក្យថា restart ហ្នឹងមកបាទហើយយើងចុច restart ម្ដងទៀតគឺជាការស្រេចបាទបងប្អូនឃើញយើងមិនបាច់ចាំចុចប៊ូតុងតម្លើងសំឡេងគួបជាមួយនឹងប៊ូតុង power នេះទេបាទគឺវា auto restart ដែលយើងគ្រាន់តែចុចលើអេក្រង់ណាបាទអូខេអញ្ចឹងវាចាប់ផ្ដើម load ផ្លែប៉មហើយបើន័យថាវាចាប់ផ្ដើម restart បើកមកវិញខ្លួនវាហើយបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្្នឹងទេបាទអរគុណ